บលោកគ្រូនៅមិនខែទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយថ្ងៃហើយខ្ញុំមានឈ្មោះថាទិញបរិបទមកទេខ្ញុំឈ្មោះសយសេរីកាខ្ញុំឈ្មោះវ៉ាន់ម៉ូលីណាហើយថ្ងៃនេះពួកខ្ញុំមានកិត្តិយសណាស់ដែលលោកគ្រូបានដាក់ការស្រាវជ្រាវឲ្យពួកខ្ញុំមួយដែលមានមេរៀននៅក្នុងសម្ពោធទី2ការប្រែប្រួលបរិស្ថាននិងមេរៀនទី3បញ្ហាបរិស្ថានសំខាន់និងនៅចំណុចមួយកំណើនប្រជាជនដោយមានសំណួរមួយចង់សួរថាចូលបញ្ចូលពីមូលហេតុដែលនាំឲ្យមានកំណើនប្រជាជនហូបបរិមាណនិងផលប៉ះពាល់ចំពោះបរិស្ថានយើងបានដឹងហើយថានៅលើពិភពលោករបស់យើងគឺតែងតែមានកំណើនប្រជាជនដូចគ្នាដោយគ្រាន់តែខាតត្រង់ថាប្រជាជននៅខាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍគឺខុសគ្នាត្រង់ថាប្រទេសអភិវឌ្ឍគេមានបរិមាណប្រជាជនគឺទាបជាងហើយនៅក្នុងប្រទេសកំពុងអភិវឌ្ឍគឺមានច្រើនជាងដោយកំពុងអភិវឌ្ឍនោះក៏មានដូចជាអាហ្វ្រិកនិងអាស៊ីដែលមានប្រជាជនកំណើនច្រើនណាស់ដោយនៅក្នុងមូលហេតុដែលនាំឲ្យមានកំណើនប្រជាជនហួសប្រមាណគឺមានដូចជាអត្រាកំណើតខ្ពស់និងអត្រាស្លាប់ទាបដែលដោយសារការកាត់បន្ថយអត្រាស្លាប់ដោយការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងសុខាភិបាលធ្វើឲ្យមនុស្សរស់បានយូរជាងមុននិងកាត់បន្ថយជំងឺផងនិងទី2គឺការខ្វះការយល់ដឹងអំពីវិធីការពារកំណើតឬពន្យាកំណើតដែលមានផ្នត់កំណត់មួយថាគឺយកកូនសម្រាប់យកមកជួយធ្វើការងាររបស់ឪពុកម្ដាយដើម្បីកម្លាំងនិងរួមទាំងជួយមើលថែឪពុកម្ដាយនៅពេលនេះចា៎និងទី3គឺការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនដែលអ្នកខ្លះគឺគេបានទៅរស់នៅខាងតំបន់ផ្សេងៗដូចនៅតំបន់សមុទ្រឬតំបន់ភ្នំអីផ្សេងនិងអ្នកខ្លះគេបានចេញទៅប្រទេសខាងក្រៅនៅតំបន់មួយទៀតដែលធ្វើឲ្យមានកំណើននិងធ្វើឲ្យមានទីប្រជុំជនច្រើនតែនេះហើយការដែលប្រជាជននាំគ្នាទៅផ្ទុំនៅកន្លែងមួយនិងនៅកន្លែងមួយទៀតគឺធ្វើឲ្យមានការខ្វះខាតដូចជាត្រូវការអាហារគ្រប់គ្រាន់ត្រូវការទឹកគ្រប់គ្រាន់និងត្រូវការជម្រកនិងសកម្មភាពផ្សេងៗដែលនាំឲ្យមានការប៉ះពាល់មួយនេះដោយនៅការប៉ះពាល់នេះគឺខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំអ្នកនិយាយតចូលមកដល់ចំណុចនៃផលប៉ះពាល់វិញតែការកំណត់ប្រជាជនកម្មការឡើងនោះតម្រូវការcủaកម្មការឡើងដូចជាតម្រូវការទឹកអាហារសម្ភារៈពាក់ចម្រោកសេវាកម្មផ្សេងៗនិងការប្រើប្រាស់ធនធានរបស់ផែនដីcủaកម្មការឡើងថែមទៀតដែរដូច្នេះផលប៉ះពាល់នៃទាំងនេះមានជាច្រើនដូចជាការដុតឬការកាប់ព្រៃឈើដើម្បីយកលំនៅដើម្បីយកដីធ្វើជាលំនៅដ្ឋានក៏ដូចធ្វើជាកសិកម្មផ្សេងៗការបំផ្លាញចម្រោកសត្វព្រៃដែលធ្វើឲ្យសត្វនិងរុក្ខជាតិត្រូវបានផុតពូជខ្វះខាតធនធានធម្មជាតិដូចជាទឹកស្អាតអាហារនិងថាមពលដែលត្រូវបានមនុស្សប្រើប្រាស់លើកម្រិតការបំពុលបរិស្ថានដែលដោយការប្រើប្រាស់រថយន្តអូស្មចេញពីរោងចក្រការសំណល់ផ្សេងដែលធ្វើឲ្យមានការបំពុលទឹកដីនិងខ្យល់តែចំណុចចុងក្រោយនោះគឺធ្វើឲ្យផែនដីកាន់តែកើនឡើងកម្ដៅដែលដោយសារតែការប្រើប្រាស់ថាមពលនិងការប្រើអូស្មផ្ទះកញ្ចក់ដែលធ្វើឲ្យផែនដីកាន់តែកើនឡើងមួយកម្រិតឥឡូវនេះយើងមកសិក្សាអំពីដំណោះស្រាយវិញម្ដងដើម្បីដោះស្រាយនៅបញ្ហាទាំងនោះយើងត្រូវទី1លើកកម្ពស់ពីការអប់រំផែនការគ្រួសារនិងវិធីការពារកំណើតដើម្បីកាត់បន្ថយអត្រាកំណើតទី2អភិវឌ្ឍសេដ្ឋកិច្ចកែលម្អជីវភាពរស់នៅធ្វើឲ្យគ្រួសារមិនចាំបាច់មានកូនច្រើនដើម្បីជាកម្លាំងការងារទី3គ្រប់គ្រងធនធានធម្មជាតិដូចជាសន្សំសំចៃទឹកនិងថាមពលជាដើមនិងទី4គឺការពារបរិស្ថានដាំដើមឈើកាត់បន្ថយការបំពុលនិងគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវដូចជាការបែងចែកសំណល់ទៅតាមប្រភេទរបស់សំណល់នោះឬក៏ការកែច្នៃសំណល់យកមកប្រើប្រាស់ឡើងវិញជាដើម